ដល់ចំណៃកណ្ដូបនៅពេលព្រឹកបាទអញ្ចឹងសូមបញ្ជាក់ថាកណ្ដូបនេះគឺមានឈ្មោះថាពូជប៉ាខាងការហើយអាយុវាមកដល់ពេលបច្ចុប្បន្ននេះគឺអាយុវាបាន20ឆ្នាំហើយបាន20ថ្ងៃហើយបាទ20ឆ្នាំគឺបាទយូរអង្វែងណាអញ្ចឹងនៅបញ្ជាក់ថានៅសល់តែ15ទៅ20ថ្ងៃទៀតបាទគឺយើងអាចប្រមូលផលបានហើយកណ្ដូបនេះណាបាទអញ្ចឹងចូលឆ្នាំហើយហ្នឹងចុងខែហ្នឹងគឺយើងអាចប្រមូលផលបានហើយបាទនេះពូជកណ្ដូបនេះហើយឈុតនេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងណាបាទត្រង់នេះគឺប្រហែលជាជុំវិញ40000កណ្ដូបបាទ750000ណាក្នុងទ្រុងនេះបាទខ្ញុំថតតែផ្នែកខាងក្រោមទេព្រោះនៅផ្នែកខាងលើហ្នឹងគឺវាតោងច្រើនទៀតណាខ្ញុំថតតែផ្នែកខាងក្រោមទេបាទអញ្ចឹងឥឡូវយើងទៅមើលអាកូនវាមកទ្រុងទៀតអាយុវាបាន8ថ្ងៃហើយបាទនេះអាយុបាន8ថ្ងៃណាបាទហើយទ្រុងនេះប្រហែលជា50000បាទ50000កូនទ្រុងអាយុ8ថ្ងៃនេះបាទអញ្ចឹងប្រហែលជា50000កូនឥឡូវមើលឡើងខាប់ក្រមឹកតែម្ដងនៅចន្លោះនៅក្រោមនៅលើតែនេះខ្ញុំថតតាមផ្នែកបដោះចំណីទេបាទណាបងប្រុសមិនឃើញណាម៉ែតែម្ដងបាទណាបាទអរគុណជួបគ្នានៅវីដេអូបន្តទៀតណាបាទ